យោងទៅតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គរបស់ក្រសួងធនធានទឹកនិងឧតុនិយមប្រព័ន្ធសម្ពាធទាបដែលកើតមាននៅភាគខាងលើអាងទន្លេមេគង្គបណ្ដាលឲ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គស្ថានភាពបែបនេះនឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គក្នុងរយៈពេល3ថ្ងៃទៅ4ថ្ងៃខាងមុខនេះមានការហក់ឡើងខ្លាំងដល់កម្រិតប្រកាសអាសន្នក្នុងនោះដែរលោកណៃឃីមេឃុំបោះលាវនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំបានធ្វើការជូនដំណឹងប្រកាសអាសន្នជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីត្រៀមលក្ខណៈទុកជាមុនជាពិសេសនាំសត្វពាហនៈគោក្របីទៅកាន់ទីទួលសុវត្ថិភាពឲ្យបានទាន់ពេលវេលាសូមជូនដំណឹងដល់ប្រជាពលរដ្ឋនៅភូមិព្រៃកៅសូមឲ្យត្រៀមប្រុងប្រយ័ត្នថ្ងៃស្អែកជាថ្ងៃប្រកាសអាសន្នដើម្បីព្យាករណ៍នៅកម្ពស់ទឹកនៅខេត្តតឹងត្រែងខេត្តក្រចេះទៅ22ជាងដូច្នេះគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ឃុំថ្នាក់ខេត្តថ្នាក់ជាតិសូមឲ្យប្រជាពលរដ្ឋយកគោទៅឡើងទីទួលសុវត្ថិភាពនិងយកគោយន្តអញ្ចឹងអនុសាសន៍របស់អាដាមអាបាខេត្តនិងអាបាស្រុកសូមឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ពិសេសក្មេងៗនៅក្នុងផ្ទះនៅក្នុងភូមិរបស់យើងកុំឲ្យលងទឹកហើយឯកសារយកចិត្តទុកដាក់ស្បៀងអាហារថ្នាំតកៅយកចិត្តទុកដាក់ពេលនេះយើងប្រកាសអាសន្នចាប់ពីពេលនេះតទៅអញ្ចឹងសូមឲ្យបងប្អូនយើងយកគោឡើងទីទួលសុវត្ថិភាពពីព្រោះផ្លូវយើងទេពណាស់អញ្ចឹងថ្ងៃស្អែកយើងអាចលះហើយអញ្ចឹងបើសិនយើងដឹកគោវាអាចបាក់អញ្ចឹងសូមអរគុណ